បឹងមីឡេកឬបឹងបាយ័នឆាហ្គានគឺជាបឹងមួយដែលស្ថិតនៅក្នុងតំបន់ស្វយ័តម៉ុងហ្គូលីខាងក្នុងនៃប្រទេសចិនវាមានភាពល្បីល្បាញដោយសាររូបរាងពណ៌សដូចទឹកដោះគោដែលបណ្ដាលមកពីកាល់ស្យូមកាបូណាតនិងភាគល្អិតរ៉ែផ្សេងទៀតដែលមាននៅក្នុងទឹកបាតុភូតធម្មជាតិនេះបានធ្វើឲ្យវាក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាពិសេសក្នុងអំឡុងចុងខែមិថុនាដល់ខែសីហារដូវវស្សាតើអ្វីជាភាពខុសគ្នារវាងប្រទេសម៉ុងហ្គូលីនិងម៉ុងហ្គូលីខាងក្នុងម៉ុងហ្គូលីខាងក្នុងគឺជាតំបន់ស្វយ័តមួយដែលស្ថិតនៅភាគខាងជើងប្រទេសចិនវាមានព្រំប្រទល់ជាប់ប្រទេសម៉ុងហ្គូលីនិងរុស្ស៊ីដែលតំបន់មួយនេះមានភាពល្បីល្បាញដោយសារវាលស្មៅដ៏ធំវាលខ្សាច់ដូចជាបាដែនច័រដាននិងការលាយបញ្ចូលគ្នានៃវប្បធម៌ប្រពៃណីម៉ុងហ្គូលីនិងតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ីទឹកដីនេះវាក៏ជាផ្នែករងធំជាងគេទី3នៃប្រទេសចិនដែលលាតសន្ធឹងលើផ្ទៃដីជិត300លានហិកតា ឬស្មើនឹង 12% នៃផ្ទៃដីរបស់ប្រទេសចិនទាំងមូលនិងមានប្រជាជនរស់នៅទីនោះប្រហែល24លាននាក់ប្រជាជនភាគច្រើននៅក្នុងតំបន់នោះគឺជាជនជាតិហានរស់នៅលាយឡំជាមួយជនជាតិភាគតិចម៉ុងហ្គោលភាសាផ្លូវការដែលគេប្រើគឺភាសាម៉ាដារៀននិងម៉ុងហ្គូលៀនដែលជាភាសាសរសេរក្រោយក្នុងអក្ខរក្រមបុរាណហើយវាមានរាជធានីឈ្មោះហ៊ូហ៊ូងាកមកមើលភាពលម្អិតនិងមូលហេតុដែលនាំឲ្យទឹកក្នុងបឹងបាយិនឆាហ្គានមានពណ៌ដូចទឹកដោះគោ Channel M Talk នឹងធ្វើការបកស្រាយដូចខាងក្រោមហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានតម្លៃសូមជួយ Subscribe Channel អ្នកមួយផងបឹងទឹកដោះគោ Bayon Chagan គឺជាបឹងអាកាឡាំងធម្មជាតិដែលស្ថិតនៅជ្រៅនៅក្នុងវាលស្មៅ Selingol បឹងនេះត្រូវបានបង្កើតឡើងដោយសកម្មភាពភ្នំភ្លើងនិងការផ្លាស់ប្ដូរភូមិសាស្ត្រក្នុងរយៈពេល 1000 ឆ្នាំបឹងនេះសម្បូរទៅដោយជាតិកាល់ស្យូមកាបូណាតនិងសារធាតុរ៉ែផ្សេងទៀតនៅពេលដែលទឹកផ្លាស់ទីភាគល្អិតទាំងនេះត្រូវបានកូរដែលនាំឲ្យទឹកបឹងមានរូបរាងរលោងនិងពណ៌សដូចទឹកដោះគោពណ៌ទឹកដោះគោចេញមកពីភាគល្អិតរ៉ែដ៏ល្អដែលជាចម្បងដូចជាកាល់ស្យូមកាបូណាតដែលត្រូវបានរីសាយភាយឡើងពីបាតបឹងនៅពេលដែលទឹកមានលំហូរភាគល្អិតដែលផ្អាកទាំងនេះបានបញ្ចេញពន្លឺដែលផ្ដល់ឲ្យទឹកបឹងនៅពណ៌លាមពណ៌សខុសពីគេបូករួមនឹងសមាសភាពទឹកដែលសម្បូរទៅដោយជាតិអាល់កាឡាំងខ្សោយពេលវេលាដ៏ល្អបំផុតដែលអ្នកទេសចរគួរទៅទស្សនាគឺនៅក្នុងអំឡុងចុងខែមិថុនាដល់ខែសីហាដែលពេលនោះវាគឺជារដូវវស្សាគឺជាពេលវេលាដ៏ល្អបំផុតដោយសារកើនឡើងនៃលំហូរទឹកនិងសកម្មភាពរបស់សត្វដែលធ្វើឲ្យទេសភាពនៃបឹងកាន់តែស្រស់ស្អាតហើយនៅពាក់កណ្ដាលរដូវក្តៅអ្នកទេសចរអាចទៅទស្សនាកម្សាន្តដែលធ្វើដំណើរដោយការជិះសេះកាត់តាមវាលស្មៅដ៏ធំល្វឹងល្វើយដែលនៅតំបន់ជុំវិញបឹងហើយពួកគេក៏អាចផ្តិតយករូបភាពដ៏អស្ចារ្យជាពិសេសនៅពេលថ្ងៃរះនិងថ្ងៃលិចដែលផ្ទៃបឹងទាំងមូលមានពន្លឺចែងចាំងយ៉ាងស្រទន់ចំណុចដែលកាន់តែប្លែកដែលមិនគួរឲ្យមើលរំលងទៀតនោះគឺថាអ្នកទេសចរអាចភ្លក់នៅរសជាតិទឹកពណ៌សដូចទឹកដោះគោនេះដោយសារគេបានដំឡើងនៅម៉ាស៊ីនច្រោះទឹកដ៏ធំមួយនៅក្នុងបឹងដែលគេពេញនិយមបំផុតហៅថាញ៉ាំទឹកដោះគោនៅមីឡេកឬញ៉ាំទឹកដោះគោនៅបឹងទឹកដោះគោធម្មជាតិបើតាមការប្រមាណគេអាចលក់ទឹកដោះគោនេះលើសពី 1000 កែវឯណោះក្នុងមួយថ្ងៃចំណែកឯអ្នកស្រុកដែលរស់នៅទីនោះក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរនៅក្នុងវិស័យទេសចរនៅតំបន់នោះដែលផ្ដល់នូវបទពិសោធន៍ធ្វើឲ្យអ្នកទេសចរអាចជិះសេះសម្រាប់មើលការកម្សាន្តនៅកន្លែងវាលស្មៅវងសត្វនានាដែលពួកគេទាំងនោះអាចរកចំណូលបានច្រើនជាង 1000 យន្តក្នុងរយៈពេលមួយសប្តាហ៍ប្រាក់ជាលុយដុល្លារពួកគេអាចរកលើសពី$140ក្នុងមួយសប្តាហ៍ឯណោះចំណែកឯក្រុមហ៊ុនអាហារនិងភេសជ្ជៈក្នុងតំបន់ក៏បានបង្កើតហាងនៅជុំវិញបឹងផងដែរដើម្បីបំពេញនូវតម្រូវការជាចាំបាច់របស់អ្នកទេសចរខណៈពេលដែលវិស័យទេសចររីកចម្រើនរដ្ឋាភិបាលក្នុងតំបន់ក៏
ក៏កំពុងមួយញឹកក្នុងការធ្វើការដើម្បីការពារប្រព័ន្ធអេកូឡូស៊ីវាលស្មៅនៅតំបន់នោះផងដែរដែលជារៀងរាល់ថ្ងៃមានអ្នកស្ម័គ្រចិត្តរាប់រយនាក់បានជួយថែរក្សាការពារតំបន់ទេសចរណ៍មួយនេះឲ្យមានភាពស្អាតនិងណែនាំភ្ញៀវទេសចរដើម្បីរក្សាសណ្ដាប់ធ្នាប់ផងដែរ